បាទសួស្តីថ្ងៃនេះបានត្រីខ្ជិងបាទផ្ញើមកពីសំត្រីណាបាទហើយឥឡូវនេះទឹកក្តៅពោះឲ្យដាក់គ្រឿងចូលគ្រឿងដូចគ្រឿងយើងស្លធម្មតាទេបាទមានអឺស្លឹកគល់ស្លឹកហីម្ទេសស្លឹកគួយសោចអីចឹងណាបាទឥឡូវនេះខ្ញុំដាក់ត្រីខ្ជិងចូលហើយយើងលាងរួចរាល់ស្អាតអស់ហើយតែលាងហ្នឹងកុំអំបិលផងបាទហ្នឹងហើយអូខេខ្ញុំចាប់ដាក់ហើយមុននឹងយើងដាក់ហ្នឹងទឹកយើងដាំឲ្យពុះសិនតាមឲ្យពុះហើយចាំយើងដាក់ត្រីចូលឥឡូវនេះត្រីយើងពុះហើយបាទពុះហើយទីហ្នឹងដាក់គ្រឿងឥឡូវនេះពងមើលថាត្រីនេះវាឆ្អិននៅកូរចុះគោឡើងទៅបាទហើយឥឡូវដាក់គ្រឿងហើយនេះខ្ញុំដាក់ខ្នុរអាសាពីបាយហ្នឹងទៅហើយដាក់អំបិលកន្លះសាពីបានហើយដោយសារតែយើងដាក់ទឹកត្រីដែរណាបាទហើយនេះទឹកត្រីម្ដងដាក់ទៅឲ្យកូរវាទៅបន្ថែមគ្រឿងទៅតាមចំណូលចិត្តទៅបាទប៉ុន្តែខ្ញុំញ៉ាំរៀងសាបបន្តិចដោយសារជាមានទឹកត្រីអែបខាងក្រៅណាបាទទៅនេះទៅយងចេកជាងលាងរួចរាល់ហើយបងចូលហើយចិត្តឆ្អិនហើយទៅម្ហូបយើងនេះតបងទៅយងចេកហើយរួចរាល់អស់ហើយចាំយើងជ្រក់នៅចានយើងហ្មងទៅចូលចិត្តតាមជូរតាមអីខ្លាំងអញ្ចឹងណាបាទឥឡូវនេះហើយដាក់លើតុបាយហើយបាទមកជូរសំទោសស្ងោរជ្រក់ត្រីខ្ជិងឥឡូវនេះរយនេះហើយរយជីគ្រឿងហ្នឹងមានស្លឹកខ្ទឹមជីអាណាជីនាងលក្ខហ្នឹងហើយច្បាយក្រូចឆ្មាហើយចាប់ដើមញ៉ាំហើយទៅទៀតហ្នឹងដាក់អំបិលប្រទេសដំខ្ទឹមសតិចមកបាទរសជាតិឆ្ងាញ់អូខេសូមអរគុណច្រើនបាទ